ត្រនំទាំង14នឹងអត្ថន័យពិធីបើកទ្វារលែងព្រលឹងខ្មោចដែលគេហៅថាសែនក្បាលទឹកតាមជំនឿប្រពៃណីជនជាតិចិនបានជ្រើសយកថ្ងៃទី15នៃខែទី7ក្នុងប្រតិទិនចិនគតដោយឆ្នាំ2026នេះគឺត្រូវនឹងថ្ងៃទី30ខែសីហាដើម្បីប្រារព្ធពិធីសែនក្បាលទឹកព្រលឹងខ្មោចទាំងឡាយនឹងត្រូវដោះលែងឲ្យមានសេរីភាពនិងធ្វើដំណើរមកឋានមនុស្សរយៈពេល1ខែដើម្បីស្វែងអាហារនិងគ្រឿងសំណែនផ្សេងពីកូនចៅតាមជំនឿជនជាតិចិននិងអ្នកជាប់ខ្សែស្រឡាយចិនគិតថាពេញ1ខែនៃពិធីសែនក្បាលទឹកឋានរោគនឹងបើកចំឲ្យព្រលឹងខ្មោចទាំងឡាយមករកញាតិសន្តាននិងចំណីអាហារគ្រឿងសំណែនផ្សេងពីកូនចៅនៅខែនេះមនុស្សម្នាទាំងអស់ដែលមានជំនឿបាននាំគ្នាដុតលុយខ្មោចអុជធូបនិងសែននំចំណីអាហារផ្សេងដើម្បីឧទ្ទិសដល់ព្រលឹងបុព្វបុរសដូនតាដែលជំនឿនេះកើតឡើងតាំងពីសម័យបុរាណចិនមកម្ល៉េះនៅក្នុងពិធីសែនក្បាលទឹកនេះព្រលឹងខ្មោចដែលគ្មានញាតិសន្តានក៏នាំគ្នាឡើងមករកសំណែនផ្សេងដែរទើបគេហៅថា Hungry Ghost Festival ឬ Ghost Festival មានជំនឿមួយចំនួនក្នុងពិធីបុណ្យសែនក្បាលទឹកនៅក្នុងថ្ងៃសែនគេឃើញមានសកម្មភាពមួយចំនួនដែលជាជំនឿដូចជាការដុតក្រដាសដុតលុយកាក់ការអុជធូបទៀនការដាក់អាហារនៅតាមកន្លៀបផ្លូវក្បែរផ្ទះជាដើមគេជឿថាការដុតក្រដាសលុយខ្មោចទំនិញមួយចំនួនដូចជាឡានទូរស័ព្ទសម្លៀកបំពាក់និងផ្ទះធ្វើពីក្រដាសគឺអាចបញ្ជូនរបស់ទាំងនោះទៅព្រលឹងបុព្វបុរសញាតិសន្តានបានប្រើប្រាស់ចំណែកឯការអុជទៀននិងគោមគឺដើម្បីបំភ្លឺផ្លូវឲ្យព្រលឹងខ្មោចអាចរកផ្លូវទៅកាន់ទីកន្លែងដើមរបស់ពួកគេវិញដោយឡែកសំណែនផ្លែឈើសាច់និងនំគឺតំណាងឲ្យការផ្ដល់អាហារជូនព្រលឹងខ្មោចជាញាតិការហើយក៏ដើម្បីឲ្យព្រលឹងខ្មោចផ្សេងទៀតដែលមានការស្រេកឃ្លាននៅក្នុងជំនឿសាសនាគេជឿថាមានទីឋានផ្សេងសម្រាប់ព្រលឹងខ្មោចរស់នៅតែក៏មានព្រលឹងខ្មោចមួយចំនួនដែលនៅតែតោលអានាថាដោយសារមិនមានគេធ្វើបុណ្យតាមប្រពៃណីត្រឹមត្រូវការសែនក្បាលទឹកក៏ជាការជួយដល់ព្រលឹងខ្មោចទាំងនោះផងដែរដើម្បីឲ្យពួកគេមានអាហាររហូបចុកគ្រប់គ្រាន់និងនាំសំណាងដល់អ្នកសែនជូនតាមជំនឿហុងស៊ុយរបស់ចិនមានត្រណមមួយចំនួននៅខែសែនក្បាលទឹកនេះដើម្បីបញ្ជៀសគ្រោះអាក្រក់ដល់ខ្លួនពេលដែលព្រលឹងខ្មោចត្រូវលែងពីឋានរោគមកត្រណមទាំងនោះរួមមាន14សំខាន់ដូចជាទី1កុំនៅក្រៅផ្ទះដល់យប់ពេកព្រោះព្រលឹងខ្មោចនឹងតាមដំណើរអ្នកចូលក្នុងផ្ទះទី2កុំដោតចង្កឹះលើចានបាយព្រោះជាកាយវិការមិនសមរម្យមួយហើយនៅពេលសែនក្បាលទឹកខ្មោចទាំងឡាយអាចច្រឡំថាធូបហើយគិតថាជាចានបាយសំណែនរបស់ពួកគេទី3កុំថតណាពេលយប់ព្រោះអាចជាប់រូបភាពផ្សេងដែលធ្វើឲ្យអ្នកខ្លាចទី4បើអ្នកកើតចំខែសែនក្បាលទឹកនេះជៀសវាងប្រារព្ធពិធីខួបកំណើតនាពេលយប់គួរធ្វើនាពេលថ្ងៃវិញទី5កុំបើកឆតនៅក្នុងផ្ទះជាពិសេសគឺចតុពណ៌ក្រហមព្រោះព្រលឹងខ្មោចអាចនឹងជ្រកនៅក្នុងនោះទី6កុំធ្វើការដល់យប់ជ្រៅនៅខែនេះព្រោះអាចចុះខ្សោយកម្លាំងនាពេលគេងជាហេតុធ្វើឲ្យព្រលឹងខ្មោចអាចចូលសន្ធិដ្ឋបានយ៉ាងងាយទី7កុំបិទបាំងថ្ងាសព្យាយាមងើបក្បាលឲ្យខ្ពស់តាមដែលអាចធ្វើទៅបានទី8កុំលេងល្បែងផ្សេងដែលអាចទាក់ទាញព្រលឹងខ្មោចទី9កុំរង់ចាំរថយន្តក្រុងនាពេលពាក់កណ្ដាលរាត្រីពិសេសគឺក្រោយពេលដែលផុតម៉ោងផ្ដល់សេវាទី10កុំប្រើគ្រឿងសម្អាងពណ៌ខ្មៅពិសេសថ្នាំលាបក្រចកពណ៌ខ្មៅព្រោះខ្មោចនឹងគិតថាអ្នកជាគ្នារបស់គេទី11កុំទៅភ្នូរខ្មោចឬកន្លែងដែលគេបោះបង់ចោលព្រោះព្រលឹងខ្មោចនឹងតាមអ្នកមកវិញទី12កុំញើសសម្បោរនៅទីសាធារណៈឬដើមឈើនានាព្រោះអាចប៉ះព្រលឹងខ្មោចទី13កុំផ្អែកខ្លួនលើជញ្ជាំងក្នុងខែនេះព្រោះព្រលឹងខ្មោចចូលចិត្តនៅលើជញ្ជាំងដែលត្រជាក់ជាងកន្លែងផ្សេងទី14កុំបែកក្បាលពេលនរណាម្នាក់គោះខ្នងតាមជំនឿមនុស្សនៅរស់មានភ្លើងការពារនៅស្មាទាំងសងខាងប្រសិនបើខ្មោចគោះខ្នងអ្នកហើយអ្នកបែរតែក្បាលនឹងធ្វើឲ្យភ្លើងនោះរលត់លែងមានអ្វីការពារដូចនេះបែរទូខ្លួនទាំងអស់ជំនួស